ក្នុងដំណើរផ្សងព្រេងម្នាក់ឯងបុរសម្នាក់នេះបានវង្វេងចូលអាមេរិកខាងត្បូងកណ្ដាលព្រៃគីយ៉ាណាវាគ្រោះថ្នាក់ជាងការជាប់កោះរាប់សិបដងសាន់ឌឺត្រូវពឹងលើជំនាញរស់រានមានជីវិតដើម្បីអាចរស់ចេញពីព្រៃស្រោងនេះបានព្រៃនេះធំទូលាយរាប់ពាន់គីឡូម៉ែត្រការ៉េការចង់ចេញភ្លាមគឺជារឿងមិនអាចទៅរួចទេរឿងដំបូងដែលសាន់ឌឺគិតដល់គឺរកកន្លែងដើម្បីសង់ជំរកតែពេលគាត់រៀបនឹងចាប់ផ្ដើមធ្វើស្រាប់តែមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងឥតប្រណីធ្វើបានមួយសន្ទុះសាន់ឌឺទៅមាត់ទន្លេដងទឹកមួយដបទឹកទន្លេក្នុងព្រៃមានប៉ារ៉ាស៊ីតច្រើនណាស់ដូច្នេះហើយគាត់បន្តអ៊ីយ៉ូតពីរបីដំណក់ចូលទឹកដើម្បីសម្លាប់មេរោគពេលរងចាំទឹកស្អាតសាន់ឌឺចាប់ផ្ដើមសង់ជំរកសំណាងល្អក្នុងព្រៃមានធនធានច្រើនស្លឹកធំទាំងនេះអាចប្រើប្រក់ដំបូលបានពេលកំពុងប្រមូលសម្ភារៈស្រាប់តែសាន់ឌឺវាក្បាលខ្លួនឯងខ្លាំងដូចមនុស្សឈួតគាត់ទើបតែត្រូវសัตว์ចម្លែកខំក្បាលតែសំណាងល្អមិនអីទេនេះជាវេលាមានបន្លាបើមុតគឺឈឺខ្លាំងណាស់ពេលកាប់ឫស្សីដៃសាន់ឌឺមុតដោយចៃដន្យក្រោយរំរបួសរួចគាត់បន្តសង់ជំរកទៀតព្រៃនេះទាំងសើមទាំងស្អុះស្អាប់ធ្វើការធ្ងន់បានបន្តិចសាន់ឌឺក៏ចាប់ផ្ដើមអស់កម្លាំងគាត់ចុះទឹកទន្លេអាម៉ាហ្សូនដើម្បីបន្ថយកម្ដៅដោយមិនខ្លាចត្រីពីរ៉ាញ៉ាឬពស់ថ្លាន់វាយប្រហារឡើយមូតរួចសាន់ឌឺបញ្ឈរឫស្សី3ដើមរួចយកបន្ទះឫស្សីតូចមកក្រងជាគ្រោងដំបូលកណ្ដាលបន្ទាប់មកគាត់ប្រមូលស្លឹកធំជាច្រើនយកមកប្រក់ពីលើគ្រោងនៃជំរកឲ្យតែគ្មានខ្យល់ខ្លាំងគឺមិនខ្លាចច្របាក់ដំបូលទេពេលមេឃងឹតជុំវិញខ្លួនពោពេញដោយសត្វល្អិតពន្លឺភ្លើងពើកាន់តែតាក់ទាញមូសមកថែមទៀតមានតែភ្លើងទេទើបអាចដេញវាបានគាត់ក៏ទៅមាត់ទន្លេរើសអស់ស្ងួតពេលកំពុងកាច់មែកឈើគាត់មានអារម្មណ៍ថាក្នុងទឹកមានភ្នែកជាច្រើនកំពុងសម្លឹងគាត់អ្វីនៅទីនេះសុទ្ធតែអាចកំបាំងនិងគួរឲ្យខ្លាចយកអស់មកដល់ជំរករឿងដំបូងគឺចងអង្រឹងសិនប៉ាដេកតដេយប់នេះច្បាស់ជាមូសខាំបិតឈាមអស់មិនខានបន្ទាប់មកសាន់ឌឺប្រញាប់បង្កាត់ភ្លើងដោយសាររបត់ពិសោធន៍រស់រានមានជីវិតច្រើនឆ្នាំគាត់បង្កាត់ភ្លើងឆេះយ៉ាងលឿនផ្សែងហុយឡើងក្រាស់អាចជួយដេញមូសបានយ៉ាងល្អមានភ្លើងហើយទីនេះក៏លែងសូវគួរឲ្យខ្លាចដែរព្រឹកបន្ទាប់សាន់ឌឺមានអារម្មណ៍ថាយប់មិញក៏ក្តៅល្អណាស់ភ្លើងបានឆេះរហូតដល់ភ្លឺគាត់គិតថាមកពីអុសទាំងនោះធំនិងរឹងល្អដូច្នេះថ្ងៃនេះគាត់សម្រេចចិត្តរកអុសប្រភេទនេះឲ្យបានច្រើនថែមទៀតវាជួយឲ្យភ្លើងឆេះបានយូរពេលដោះឲ្យចេញគាត់ប្រទះឃើញសត្វដំបៅកំពុងតោងបឺតឈាមជាប់គ្រាន់តែឃើញក៏ព្រឺសម្បូរដែរបន្ទាប់មកគាត់ទៅដងទឹកដើម្បីដាំផឹកក្នុងចំណោមកដារស់រានទាំង4ពេលនេះសាន់ឌឺខ្វះតែអាហារប៉ុណ្ណោះគាត់រើសបានផ្លែឈើព្រៃពណ៌លឿងមួយតែមិនដឹងថាអាចញ៉ាំបានឬអត់ទេគាត់សាកភ្លក់បន្តិចសិនរួចរងចាំមួយសន្ទុះបើអណ្ដាតមិនមានប្រតិកម្មខុសប្រក្រតីទើបគាត់ហ៊ានញ៉ាំបន្តនៅលើដីមានជ្រុះផ្លែថ្នោតព្រៃជាច្រើនផ្លែនេះអាចញ៉ាំបានដូចគ្រាប់ធញ្ញជាតិគាត់យកកាំបិតចិត្តសម្បកខាងក្រៅចេញគាត់នឹងយកបានសាច់ខាងក្នុងរបស់វាតែជួនកាលក៏អាចប្រទះឃើញនឹងកូវស៊ីផ្លែថ្នោតព្រៃទាំងនេះដែរពួកវាមានជីវជាតិច្រើនជាងផ្លែឈើនេះទៅទៀតសាន់ឌឺដាក់វាចូលមាត់ភ្លក់តែម្ដងរសជាតិវារៀងដូចប៊ឺទន់ហើយរអិលបើយកទៅអាំងច្បាស់ជាឈ្ងុយជាងនេះបន្ទាប់មកសាន់ឌឺកាប់ដើមថ្នោតព្រៃតូចមួយយកបណ្ដូលខ្ចីរបស់វាដែលអាចញ៉ាំបានគាត់យកផ្នែកដែលខ្ចីបំផុតមកធ្វើជាអាហារវាមានរសជាតិសាបដូចបន្លែមើលទៅដូចគោទំពាចម្បាំងអីចឹងប៉ុន្តែនេះជាអាហារតែមួយគត់ដែលគាត់រកបានពេលនេះដោយសារដើមឈើក្នុងព្រៃក្រាស់ពេកទើបមិនសូវត្រូវពន្លឺព្រះអាទិត្យដើមឈើភាគច្រើនដុះលូតឡើងលើនេះជាមូលហេតុដែលដើមថ្នោតព្រៃដែលគាត់កាប់មានដើមវែងហើយតូចបែបនេះគាត់ប្រមូលបានបណ្ដូលពីរបីដើមយកទៅជំរកដើម្បីទុកជាស្បៀងបម្រុងការកាប់ដើមនេះធ្វើឲ្យគាត់អស់កម្លាំងខ្លាំងដូច្នេះគាត់ក៏ចុះត្រាំទឹកម្ដងទៀតដើម្បីជំរះកម្ដៅក្នុងខ្លួនថ្ងៃនេះសាន់ឌឺប្រមូលបានវេលារឹងជាច្រើនពួកវាឆេះខ្លាំងនិងភីកម្ដៅបានល្អហើយអាចឆេះបានពេញមួយយប់មុនពេលរកត្រីបានគាត់ញ៉ាំតែបណ្ដូលដើមថ្នោតព្រៃនេះទ្រពូសិនចាត់ទុកជាសាឡាតទៅចុះពេលនោះគាត់ស្រាប់តែឮសំឡេងរន្ទះមេឃប្រហែលជាចិត្តភ្លៀងធំហើយទើបគាត់ប្រញាប់ប្រមូលអុសស្ងួតយកទៅទុកក្នុងជំរកអុសទាំងនេះហើយដែលជួយឲ្យគាត់រស់នៅទីនេះបានមិនយូរប៉ុន្មានភ្លៀងក៏ធ្លាក់មកមែនទោះមេឃមានថ្ងៃក៏ភ្លៀងនៅតែបន្តធ្លាក់ដោយសារតែបែបនេះហើយទើបព្រៃទឹកភ្លៀងតែងតែធ្វើឲ្យមនុស្សមានអារម្មណ៍ស្អប់ស្អាប់បន្ទាប់មកគាត់យកកាំបិតពុះផ្លែថ្នោតព្រៃតែរើសបានពួកវាសុទ្ធតែត្រូវដង្កូវស៊ីអស់សាច់ខាងក្នុងទៅហើយគាត់បំរុងយកវាធ្វើជានុយត្រីនៅទន្លេអាម៉ាហ្សូនស៊ីនុយខ្លាំងណាស់តែសាន់ឌឺស្ទូចបានសុទ្ធតែត្រីតូចបែបនេះសំណាងល្អនុយនៅសល់ច្រើនគាត់ក៏សាកបោះសន្ទូចទៅកន្លែងទឹកជ្រៅជាងមុននឹកស្មានមិនដល់គាត់ស្ទូចបានត្រីពីរ៉ាញ៉ាអាម៉ាហ្វូនមួយក្បាលត្រីនេះទោះមិនសូវធំតែទំហំវាធំជាងត្រីតូចមុននេះដល់ទៅ10ដងឃើញមានលទ្ធផលល្អគាត់ក៏បន្តបោះសន្ទូចទៅឆ្ងាយជាងមុនពេលរងចាំត្រីស៊ីនុយគាត់ងាកមកធ្វើត្រីតែទើបស្ទូចបានមុននេះសាន់ឌឺយកស្លឹកឈើមករុំត្រីដើម្បីពេលអាំងទៅសាច់ត្រីនឹងទន់ឆ្ងាញ់ហើយរក្សាបានជីវជាតិបានច្រើនផ្លែឈើព្រៃពណ៌លឿងនេះគឺសាន់ឌឺរើបានតាំងពីព្រឹកម្លេះគាត់ទីថាវាជាផ្លែបារ៉េម៉ាឡេជាផ្លែឈើតូចម្យ៉ាងប្រចាំតំបន់នេះញ៉ាំទៅស្រួយនិងមានរសជាតិឆ្ងាញ់ពេលនេះត្រីអាំងឆ្អិនហើយសាច់ទន់ល្អក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ
សានឌឺភ្លុកមើលទៅពិតជាឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់ជាងគ្រឿងសមុទ្រទៅទៀតពេលរស់នៅលើកោះស្ងាត់ត្រីពីរ៉ាញ៉ាឆ្ងាញ់រហូតគាត់ស្ទើរតែមិនជឿញ៉ាំឆ្អែតហើយសានឌឺរកកន្លែងក្បែរនោះដើម្បីបន្តបងស្មានតែគ្មានរឿងអីកាត់ឡើងតែគ្រោះថ្នាក់នៅតែកើតមានដដែលសានឌឺចៃដនឲ្យទៅប៉ះហ្វូងឃ្មុំត្រូវវាតិចជាង10ត្រូនិកពេញខ្លួនស្ថានភាពនេះគឺគ្រោះថ្នាក់ណាស់គាត់បង្ខំចិត្តយកថ្នាំសង្គ្រោះបឋមមកលេបពី3គ្រាប់គ្រាន់តែទៅបន្តបងសោះស្ទើរតែបាត់បង់ជីវិតពិតជាស័យមែនទែនដល់យប់គាត់ត្រឡប់ទៅកន្លែងចាស់វិញឃើញហ្វូងឃ្មុំនៅតោងលើស្លឹកឈើដែលតែគាត់មិនគិតចង់សងសឹកទេគាត់កាន់ធ្នូទៅមាត់ទន្លេដើម្បីបាញ់ត្រីតូចដែលកំពុងដេកបាញ់តែមួយព្រួញគាត់ចាប់បានត្រីតូចមួយរួចក៏យកវាទៅតាក់នឹងផ្លែសន្ទូចបំរុងយកវាធ្វើជានុយស្ទូចត្រីធំនៅទីនោះភ្លើងក្នុងចម្រុកឆេះយ៉ាងសន្ធោសន្ធៅការមើលឃើញពន្លឺភ្លើងពេលគេងធ្វើឲ្យគាត់មានអារម្មណ៍ស្ងប់ចិត្តចូលដល់ថ្ងៃទី2អ្វីចាប់ផ្ដើមមានភាពប្រសើរឡើងឈានចូលថ្ងៃទី3សានឌឺភ្ញាក់ឡើងយប់មិញគាត់គេងបានលក់ស្រួលជាងយប់ដំបូងច្រើនណាស់ពីកន្លែងស្នាក់នៅគាត់មើលឃើញសត្វភេទទឹកពីរយាមលេចមុខនៅមាត់ទន្លេពួកវាកំពុងរកស៊ីចំកន្លែងដែលគាត់ដាក់សន្ទូចគាត់ទីថាត្រីដែលស្ទូចបានប្រហែលជាត្រូវពួកវាស៊ីអស់ហើយមើលទៅដោយការគិតមែននៅផ្លែសន្ទូចគឺមិនសល់អ្វីទេអាហារឆ្ងាញ់នៅនឹងមុខត្រូវគេដណ្ដើមបាត់គាត់ក៏បង្ខំចិត្តញ៉ាំបណ្ដូលថ្នប់ប្រៃដើម្បីបំបត្តិការស្រេកឃ្លានញ៉ាំអាហារព្រឹករួចសាន់ឌឺកាន់ស្លឹកឈើមួយដើរជុំវិញក្បែរនោះដើម្បីរកកន្លែងសម្រុំសម្រាប់បន្ទោបងរាល់ពេលរួចរាល់គាត់តែងតែប្រើស្លឹកឈើប្រភេទនេះដើម្បីជូតសម្អាតសូមប្រាប់អ្នកទាំងអស់គ្នាមួយម៉ាត់បើកំពុងញ៉ាំបាយមិនគួរមើលឈុតនេះទេរួចរាល់ហើយសាន់ឌឺក៏ទៅលាងសម្អាតនៅទន្លេភ្លាមពេលនោះវានឹងតាក់ទាញត្រីតូចជាច្រើនមកជុំវិញបើសំណាងល្អអាចនឹងចាប់បាន1 ឬ 2ក្បាលទាំងពីរវិធីនេះគឺជារឿងធម្មតាពេលរស់រានមានជីវិតនៅក្នុងព្រៃពេលត្រឡប់មកជំរកវិញគាត់ឃើញនៅលើដំបូលមានប្រហោងមួយដាំហែកចម្បងគឺមកពីភ្លើងនៅខាងក្រោមធ្វើឲ្យដំបូលឡើងកម្ដៅដូច្នេះហើយមុនពេលមេឃភ្លៀងគាត់ត្រូវតែជួសជុលវាភ្លាមពេលដើររុករកជុំវិញតំបន់នោះសាន់ឌឺក៏បានប្រទះឃើញទូកឈើមួយគាត់គិតថាទូកនេះត្រូវបានគេបោះបង់ចោលនៅទីនេះមានវាហើយគាត់អាចជិះតាមដងទន្លេដើម្បីចាក់ចេញពីព្រៃនេះបានប្រភពប្រូតេអ៊ីនប្រចាំថ្ងៃរបស់សាន់ឌឺគឺត្រីតូចទាំងនេះឯងស្ទូចត្រីរួចគាត់ក៏អុំទូកឈើនេះដើម្បីដើររុករកជុំវិញសាន់ឌឺសាកល្បងបោះសន្ទូចនៅតំបន់ក្រោមឫសឈើអ្នកស្ទូចត្រីតែនិយាយថានៅក្រោមឫសឆៃញីនឹងមានត្រីឈំណាស់នឹកស្មានមិនដល់លើកនេះពិតជាទទួលបានផលមែននេះគឺជាត្រីបឺតឈាមនៅតំបន់អាម៉ាហ្សូនដែលមានធ្មេញស្រួចមុតគួរឲ្យខ្លាចប្រភេទត្រីនេះកាច់សាហាវណាស់ឲ្យតែឃើញសាច់គឺខាំចរិតរបស់វាស្ទើរតែដូចត្រីពីរ៉ាញ៉ាទៅហើយអ្វីដែលសាន់ឌឺចង់បានបំផុតគឺស្ទូចឲ្យបានត្រីអណ្ដែងខ្លាព្រោះសាច់វាផុយខ្លាញ់និងឆ្ងាញ់បំផុតមិនយូរប៉ុន្មានក៏មានត្រីស៊ីនុយទៀតប៉ុន្តែអ្វីដែលនឹកស្មានមិនដល់លើកនេះគឺជាត្រីពីរ៉ាញ៉ាធំមួយត្រីពីរ៉ាញ៉ាធំបែបនេះប្រហែលជាមានតែនៅទន្លេអាម៉ាហ្វូនទេទើបអាចប្រទះឃើញចាប់បានត្រីធំពីរក្បាលជាប់គ្នាប៉ុណ្ណេះល្មមគ្រប់គ្រាន់សម្រាប់សាន់ឌឺញ៉ាំឆ្អែតមួយពេលហើយពេលធ្វើត្រីសាន់ឌឺយកផ្លកនំវាមករួចបោះចោលតែម្ដងបាននរណាធ្លាប់ញ៉ាំស៊ុបពូត្រីឃើញខ្លាំងណាស់តែសាន់ឌឺមិនខ្វល់ទេគាត់រើសមែកឈើតូចជាច្រើនរួចកោះសម្បកខាងក្រៅចេញព្រាមយកវាទៅអាំងត្រីសាន់ឌឺយកមែកឈើទាំងនេះមករៀបជាចង្អើអាំងរួចដាក់ត្រីដ៏ធំទាំងពីរឡើងលើដើម្បីអាំងពេលរងចាំត្រីឆ្អិនសាន់ឌឺក៏ចុះទន្លេម្ដងទៀតដើម្បីងូតទឹកតែប្រទះឃើញមានអ្វីម្យ៉ាងកំពុងខាំគាត់ធ្វើឲ្យគាត់ភ័យស្លន់ស្លោប្រញាប់ឡើងគប់វិញនៅលើចង្អើត្រីចាប់ដើមភីក្លិនឈ្ងុយគួរឲ្យទាក់ទាញសាន់ឌឺដេកក្នុងចម្រកក្រឡេកមើលទៅវិញទើបតែជាប់ក្នុងព្រៃនេះបាន3ថ្ងៃសោះតែដោយសារជំនាញរស់រានមានជីវិតគាត់រស់នៅបានយ៉ាងសុខស្រួលពេលនេះគាត់មានកណ្ដាលរស់រានទាំង4គ្រប់គ្រាន់ហើយត្រីក៏អាំងឆ្អិនក្រហមស្រួយនិងឈ្ងុយសាន់ឌឺទ្រាំលេងបានក៏ញ៉ាំភ្លាមសាច់ត្រីទន់ផ្អែមធ្វើឲ្យគាត់ញ៉ាំមិនឈប់រាល់ម៉ាត់ដែលលេបចូលសុទ្ធតែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរស់រានរបស់គាត់នៅទីនេះត្រីពីរ៉ាញ៉ាទោះជាត្រីខ្លាំងមែនតែសាច់វាពេលអាំងរួចកាន់តែមានរសជាតិប្លែកសាន់ឌឺមានអារម្មណ៍ថារស់នៅទីនេះស្រួលជាងនៅផ្ទះទៅទៀតគាត់សុខចិត្តញ៉ាំត្រីអាំងរាល់ថ្ងៃប្រសើរជាងត្រឡប់ទៅប្រឈមមុខនឹងការធ្វើការស៊ីប្រាក់ខែដ៏គួរឲ្យធុញទ្រាន់ញ៉ាំអស់មួយក្បាលគាត់ក៏ឆ្អែតចំណែកត្រីមួយទៀតគាត់ទុកសម្រាប់អាហារពេលល្ងាចការរស់រានក្នុងព្រៃអាម៉ាហ្វូនមើលទៅដូចជាលើកោះស្ងាត់ទៅទៀតត្រីនៅទីនេះកាច់សាហាវណាស់ស៊ីនុយខ្លាំងដូច្នេះគ្រាន់តែពឹងលើត្រីដើម្បីបំពេញប្រូតេអ៊ីនគាត់អាចរស់នៅទីនេះបានយ៉ាងយូររងចាំដល់យប់សាន់ឌឺកាន់ធ្នូទៅមាត់ទន្លេដើម្បីបាញ់ត្រីពេលយប់ត្រីជាច្រើននឹងមកក្បែរច្រាំងដើម្បីសម្រាកដូច្នេះឱកាសចាប់បានត្រីក៏មានខ្ពស់ដែរតែលើកនេះមិនបានអ្វីសោះមើលទៅការស្ទូចត្រីនៅតែងាយស្រួលជាងសាន់ឌឺត្រឡប់មកជំរកវិញដោះស្បែកជើងប្រឡាក់ភក់ចេញរៀបចំខ្លួនសម្រាកនៅលើដំបូលជំរកមានពស់ធំមួយលេចមុខឡើងសាន់ឌឺកាន់កាំបិតបំរុងចាប់វាតែត្រឹមតែមួយប៉ព្រិចវាក៏បាត់ទៅវិញទូត្រូវគេងកណ្ដាលព្រៃជ្រៅយ៉ាងណាក៏ដោយសាន់ឌឺនៅតែចូលចិត្តដោះខោអាវគេងខោដែលដោះចេញត្រូវព្យួរនៅខាងលើជំរកមិនដឹងថាកណ្ដាលយប់ភ្ញាក់ឡើងនឹងត្រូវវាបន្លាចហើយស្លន់ស្លោយអត់ទេព្រលឹមស្រាំងថ្ងៃទី4សាន់ឌឺភ្ញាក់ឡើងមានអារម្មណ៍ថាឈឺបំពង់ងក់ខ្លាំងប្រហែលមកពីញ៉ាំត្រីអាំងច្រើនពេកទើបឡើងកម្ដៅត្រីអាំងម្សិលមិញនៅសល់មិនទាន់អស់ទេគាត់ផឹកទឹកជាបន្តបន្ទាប់ដើម្បីឲ្យរាងកាយឆាប់ជាសេសបើការផឹកទឹកច្រើនជួយឲ្យការរលាយអាហារពេលពោះឃ្លានញ៉ាំអ្វីក៏ឆ្ងាញ់សាច់ត្រីអាំងគឺទន់ណាស់ស្បែកក្រៅឆ្អិនស្រួយហើយរក្សាបាននៅជាតិទឹកខាងក្នុងយ៉ាងល្អមិនយូរប៉ុន្មានគាត់ក៏ញ៉ាំរលីង
ពេលឆ្អែតរាងកាយគាត់ក៏ស្រួលខ្លួនជាងមុនច្រើនសម្រាប់មួយសន្ទុះគាត់ចេញទៅមាត់ទន្លេដើម្បីស្ទូចត្រីតូចពីរបីក្បាលទៀតរួចត្រឡប់ទៅកាន់កន្លែងម្សិលមិញដោយយកត្រីតូចដែលទើបស្ទូចបានធ្វើជានុយត្រីធំទើបតែស៊ីនុយសាន់ឌឺមិនទាន់បានអោផងវាក៏របូតបាត់ទៅត្រីប្រចាំតំបន់អាម៉ាហ្សូនគឺកាច់សាហាវបែបនេះឯងសាន់ឌឺទម្លាក់នុយម្ដងទៀតយ៉ាងលឿនក៏មានត្រីស៊ីនុយទៀតមិនខុសទេគឺត្រីមុននេះឯងវាសាំនឹងការរើបំរើឲ្យរួចពីផ្លែសន្ទូចទៅហើយតែសាន់ឌឺក៏ចាប់ផ្ដើមឆ្លាតជាងមុនដែរត្រីដែលទើបស្ទូចបានត្រូវគាត់ក្រវែងចូលក្នុងទូករួចប្រើជើងជន់វាជាប់គេថាលើកលែងបានត្រឹម3ដងលើកនេះវាយកខ្លួនឯងមកឲ្យគេសម្លាប់ហើយសាន់ឌឺប្រញាប់ធ្វើត្រីរួចយកផ្នែកគ្រឿងក្នុងរបស់វាធ្វើជានុយដើម្បីស្ទូចបន្តត្រឡប់មកចម្រោកគាត់ដាក់ត្រីលើចង្អើអាំងមុនដោយសារត្រីអាំងមិនអាចឆ្អិនភ្លាមទេគាត់ក៏ទៅមាត់ទន្លេបន្តដើម្បីស្ទូចត្រីពីរ៉ាញ៉ាតូព្រោះវាជានុយស្ទូចត្រីដ៏ល្អបំផុតគាត់ដាក់សន្ទូចចោលពីរបីខ្សែនៅទីនេះសង្ឃឹមថាព្រឹកស្អែកនឹងមានសាច់ត្រីខ្លះសម្រាប់អាហារព្រឹកនៅក្នុងចម្រោកត្រីអាំងចាប់ដើមភីក្លិនឈ្ងុយសាន់ឌឺមានអារម្មណ៍ថាខ្លួនឯងសាំនឹងការរស់នៅទីនេះទាំងស្រុងហើយដល់ពេលដែលត្រូវបន្តដំណើរទៅកាន់ទីតាំងបន្តហើយចាក់ចេញអ្វីដែលសំខាន់បំផុតគឺត្រូវញ៉ាំឲ្យបានឆ្អែតសិនត្រីពីរ៉ាញ៉ានៅទន្លេអាម៉ាហ្វូនទោះជាឆ្ងាញ់តែមានឆ្អឹងច្រើនពេលញ៉ាំត្រូវប្រយ័ត្នមែនទែនមួយថ្ងៃដ៏ល្អក៏បានកន្លងផុតទៅខណៈពេលសាន់ឌឺកំពុងតែញ៉ាំត្រីអាំងដ៏ឆ្ងាញ់ព្រឹកថ្ងៃទី5ពេលភ្ញាក់ឡើងសាន់ឌឺញ៉ាំត្រីអាំងកន្លះក្បាលដែលសល់ពីយប់មិញជាអាហារព្រឹកក្រោយពីឆ្អើរផ្សែងមួយយប់សាច់ត្រីកាន់តែចូលជាតិឆ្ងាញ់ញ៉ាំរួចសាន់ឌឺចាប់ផ្ដើមរៀបចំអីវ៉ាន់ត្រៀមខ្លួនចាក់ចេញរស់នៅទីនេះបានប្រហែលថ្ងៃពេលត្រូវទៅវិញអាឡ័យបន្តិចដែរសាន់ឌឺអុំទូកឈើបណ្ដោយតាមខ្សែទឹកទន្លេពេលកំពុងចាក់ចេញសាន់ឌឺស្រាប់តែដឹងពីបញ្ហាមួយប្រហែលថ្ងៃនេះអ្វីដែលគាត់ដឹកក្នុងចម្រោកគឺសុទ្ធតែជាវលប្រភេទនោះវលនោះមានជាតិពុលដូច្នេះផ្សែងដែលចេញមានពុលដែរប្រហែលជារឿងនេះហើយដែលធ្វើឲ្យសាន់ឌឺឈឺបំពង់និងមិនស្រួលខ្លួនសាន់ឌឺបន្តដំណើរតាមខ្សែទឹកចុះទៅខ្សែទឹកខាងក្រោមបាត់ទន្លេនៅទីនេះមានភាពស្មុគស្មាញដូច្នេះគាត់ត្រូវតែប្រយ័ត្នជានិច្ចជាមួយដើមឈើដែលរលំក្នុងទឹកសាន់ឌឺបានមកដល់តំបន់ថ្មីស្រឡាងមួយកន្លែងនេះស័ក្តិសមណាស់សម្រាប់សង់ចម្រោកទើបគាត់សម្រេចចិត្តស្នាក់នៅទីនេះមួយយប់តែពេលកាប់ឈើសង់ចម្រោករាងកាយដែលនៅខ្សោយធ្វើឲ្យគាត់ឆាប់អស់កម្លាំងគាត់ទៅមាត់ទន្លេញូទឹកដើម្បីបន្ថយកម្ដៅតែចេះតែមានអ្វីម្យ៉ាងចូលក្នុងខោគាត់ខោអាវសាមធ្ងន់คล้ายជាបន្ទុកបន្ថែមធ្វើឲ្យមែកឈើដែលគាត់សង់ត្រូវបាក់អស់ដេកកណ្ដាលព្រៃបើគ្មានចម្រោកនៅអាចទ្រាំបានតែបើគ្មានភ្លើងគឺដាច់ខាតមិនបានទេសាន់ឌឺបង្កាត់ភ្លើងយ៉ាងធំមួយរួចរកដង្កូវពីរបីក្បាលដើម្បីធ្វើនុយស្ទូចត្រីគាត់អុំទូកទៅរកកន្លែងស្ទូចត្រីស័ក្តិសមដែលនៅតែជាតំបន់ក្រោមច្រាំងចោតក្បែរមាត់ទន្លេយ៉ាងលឿនគាត់ស្ទូចបានត្រីតូចមួយតូចបែបនេះមិនឆ្អែតទេសាន់ឌឺបន្តយកត្រីតូចនេះធ្វើជានុយដើម្បីស្ទូចត្រីធំត្រីនេះធ្វើឲ្យសាន់ឌឺភ្ញាក់ផ្អើលរងចាំអស់5ថ្ងៃទីបំផុតគាត់ក៏ស្ទូចបានត្រីអណ្ដែងខ្លាគាត់ចង់បានបំផុតគឺត្រីដែលមានឆ្លានៅលើខ្លួននេះឯងពិតជាត្រីក្នុងក្តីស្រមៃរបស់សាន់ឌឺនៅហ្វូនមែនត្រីអណ្ដែងខ្លាគឺជាប្រភេទត្រីដ៏ឆ្ងាញ់បំផុតប្រចាំតំបន់នេះបើមនុស្សធម្មតាប្រហែលជាយកវាទៅចិញ្ចឹមជាត្រីលំអស់ហើយតែសាន់ឌឺគ្រាន់តែចង់យកវាទៅអាំងប៉ុណ្ណោះគាត់រៀបចំចង្អើអាំងចាស់ឡើងវិញរួចដាក់ត្រីអណ្ដែងនោះពីលើផ្ទាល់តែម្ដងកម្ដៅពីភ្លើងចាប់ផ្ដើមធ្វើឲ្យឆ្អិនក្លិនឈ្ងុយនៃត្រីនេះធ្វើឲ្យសាច់ដែលមានខ្លាញ់កាន់តែគួរឲ្យចង់ញ៉ាំរងចាំអស់មួយសន្ទុះធំទីបំផុតត្រីអណ្ដែងក៏ឆ្អិនត្រីប្រភេទនេះមានឆ្អឹងតិចសាច់ច្រើនហើយមានជាតិខ្លាញ់ខ្ពស់ណាស់សាន់ឌឺប្រញាប់ញ៉ាំត្រីអាំងនោះអស់យ៉ាងលឿនមុនពេលចូលគេងគាត់អូសដាំឈើស្ងួតមកយ៉ាងធំដាក់ពីលើភ្លើងក្នុងស្ថានភាពដែលគ្មានជំរកបែបនេះភ្លើងនេះគឺជារបស់តែមួយគត់ដែលមានសុវត្ថិភាពព្រឹកព្រលឹមថ្ងៃទី6សាន់ឌឺបន្តចេញទៅទៀតគាត់រកបានទីតាំងថ្មីមួយហើយបំរុងនឹងស្នាក់នៅ2 3ថ្ងៃប្រៃដងអូដ៏ធំនេះពិតជាមិនអាចចេញរួចត្រឹមមួយព្រឹកមួយល្ងាចនោះទេសាន់ឌឺក្រុងនឹងធ្វើដំណើរតាមចំណុចមួយអាហារគឺជាប្រភពធម្មពលជួយឲ្យគាត់រស់រាននឹងចាក់ចេញពីព្រៃនេះគាត់ជ្រើសរើសកន្លែងមួយនៅមាត់ទន្លេដើម្បីសង់ជំរកថ្មីដំបូងគាត់ត្រូវសម្អាតផ្ទៃដីសិនដើម្បីជិះខាងក្រៅតែលាក់ខ្លួនជំរកនេះត្រូវសង់នៅក្បែរមាត់ទន្លេដើម្បីងាយស្រួលក្នុងការដងទឹកជួនកាលពេលមិនទាន់បង្កាត់ភ្លើងបានគាត់អាចប្រើត្រឹមតែទឹកអ៊ីយ៉ូតដើម្បីសម្លាប់មេរោគក្នុងទឹកទន្លេប៉ុណ្ណោះជំរកមិនទាន់សង់រួចផងស្រាប់តែមានភ្លៀងយ៉ាងខ្លាំងមកទៀតស្ថានភាពនេះមិនខុសពីថ្ងៃដំបូងឡើយសាន់ឌឺសៀមនឹងការធ្វើការក្នុងអាកាសធាតុដ៏អាក្រក់នេះទៅហើយគាត់ទ្រាំហើរភ្លៀងកាប់មែកឈើទោះមេឃកំពុងភ្លៀងខ្លាំងតែក្នុងព្រៃនៅតែស្អុះស្អាប់ខ្លាំងណាស់សាន់ឌឺប្រើកាំបិតកាយស្លឹកឈើស្ងួតលើដីដើម្បីឲ្យប្រកាសថានៅទីនេះគ្មានស្រមោចគ្រាប់រំសេវបើសង់ជំរកចំសម្បុកវាគាត់ច្បាស់ជាត្រូវពួកវាប្រហារមិនខានសាន់ឌឺប្រើមែកឈើធ្វើក្រុងចម្រោកតែនៅមិនទាន់រួចរាល់ទេភ្លៀងមួយមេទៀតក៏ធ្លាក់មកតែធំជាងមុនទៅទៀតចូលកណ្ដាលភ្លៀងយ៉ាងខ្លាំងសាន់ឌឺមើលទៅអាណិតមែនទែនភ្លៀងនេះមិនអាចរងភ្លាមទេគាត់បង្ខំចិត្តបន្តហាភ្លៀងសង់ចម្រោកក្រោយសង់គ្រោងរួចគាត់យកស្លឹកធំមកប្រក់ពីលើដំបូងមួយសន្ទុះក្រោយមកព្រះអាទិត្យក៏រះឡើងវិញព្រៃទឹកភ្លៀងនេះពិតជាមិនមែនកន្លែងដែលនរណាក៏អាចទ្រាំបាននោះទេ
ទីបំផុតជំរកដ៏សាមញ្ញមួយក៏បានរួចរាល់ការសង់ជំរកនេះបានចំណាយកម្លាំងយ៉ាងច្រើនសានឌឺចង់រកដាំថ្នាក់ព្រៃពីដើម្បីបំពេញក្នុងព្រៃទឹកភ្លៀងនេះជីវចម្រុះមានច្រើនប្រភេទណាស់ដាំថ្នាក់ព្រៃដែរនៅកណ្ដាលព្រៃថ្នាក់ព្រៃត្រូវបានគេចាត់ទុកជាដើមឈើជីវិតសង់ជំរកចំណែកបណ្ដូលវាអាចញ៉ាំដើម្បីបំពេញធម្មពលបណ្ដូលខ្ចីបំផុតដែលមិនទាន់មានសរសៃគឺផ្ទុកជាតិម្សៅយ៉ាងច្រើនញ៉ាំទៅមានរសជាតិដូចស្ពៃក្តោបសានឌឺគិតថាវាឆ្ងាញ់គួរសមកំពុងតែឃ្លានផងគាត់ញ៉ាំស្ទើរតែមិនឈប់ញ៉ាំឆ្អែតហើយសានឌឺកាប់ធាងថ្នាក់ព្រៃមួយបាច់ទៀតរួចយកមកប្រក់បន្ថែមលើដំបូលជំរកទីបំផុតកន្លែងជ្រកភ្លៀងខ្យល់ក៏រួចរាល់គាត់ធ្វើទំពីបន្ថែមនៅសងខាងរួចដាក់ធាងថ្នាក់វែងរឹងកាត់តឹងជំរកពេលនេះគាត់មានកៅអីមួយតែអាចអង្គុយក៏បានដេកក៏បានរៀបចំជំរករួចការងារបន្ទាប់គឺរកអស់ស្មូតដើម្បីបង្កាត់ភ្លើងសានឌឺចូលទៅជ្រៅក្នុងព្រៃម្ដងទៀតដើម្បីជំរកគ្រាន់តែមើលក៏ដឹងថាការរស់រានមានកម្លាំងកាយខ្លាំងណាស់បន្ទាប់មកគាត់កាប់ដាំថ្នាក់ព្រៃមួយដាំទៀតដោយយកតែបណ្ដូលដែលអាចញ៉ាំបានដើម្បីទុកញ៉ាំពេលយប់បើឃ្លានភ្លៀងពីមេថ្ងៃនេះធ្វើឲ្យអស់សាំអស់សានឌឺព្យាយាមរកអស់ស្មូតដើម្បីបង្កាត់ភ្លើងមិនទាន់បានបង្កាត់ផងគ្រាន់តែកាប់អស់ក៏ធ្វើឲ្យគាត់ខ្លាំងទៅហើយបន្ទាប់មកសានឌឺចូលព្រៃដើម្បីរកទឹកសាបក្នុងព្រៃនេះមានវលិជាច្រើនប្រភេទដែលមានទុកទឹកខាងក្នុងគ្រាន់តែកាប់នៅកំណាត់អាចបានហើយដល់ប្រឡប់មេឃក៏ធ្លាក់ភ្លៀងយ៉ាងខ្លាំងម្ដងទៀតក្នុងស្ថានភាពបែបនេះការបង្កាត់ភ្លើងឲ្យគឺណាស់សំណាងល្អដែលជំរកនេះនៅអាចជួយបានភ្លៀងខ្យល់ឲ្យគាត់បានភ្លៀងស្រក់ចុះពីដំបូលសានឌឺក៏យកកន្សែងមកមូតទឹកតែម្ដងពិតជាងាយស្រួលមែនចាំភ្លៀងរាំងសានឌឺសម្រាប់ចិត្តសាកល្បងមិនលើនោះទេពេលយប់ច្បាស់ជារងាខ្លាំងមិនខានសំណាងល្អក្នុងជំរកនៅមានអស់ស្មូតខ្លះដូច្នេះការបង្កាត់ភ្លើងក៏ងាយស្រួលបន្តិចមានភ្លើងហើយពេលយប់គេងក៏ស្ងប់ចិត្តជាងមុនដែរព្រឹកថ្ងៃទី7សានឌឺមានអារម្មណ៍ដែលយប់បានត្រង់បំផុតប៉ុន្មានថ្ងៃមកនេះក្រែធ្វើពីមែកឈើដេកទៅជឿខ្លួនណាស់ភ្លើងស្ទើរតែមិនអាចជួយផ្ដល់ភាពកក់ក្ដៅបានប៉ុន្តែពេលខោអាវស្ងួតគាត់ក៏មានអារម្មណ៍ស្រួលជាងមុនច្រើនពុតខ្លួនរួចរាល់សានឌឺទៅមាត់ទន្លេដងទឹកមួយកែវយកមកដាក់ក្បែរភ្លើងអាហារព្រឹកថ្ងៃនេះគឺបណ្ដូលថ្នាក់ព្រៃដ៏ធំមួយវាដូចជាកំពុងទំពាដើមខ្ទឹមយ៉ាក់អីចឹងត្រឹមតែមួយដើមក៏គ្រប់គ្រាន់ឲ្យគាត់ឆ្អែតញ៉ាំរួចគាត់ក៏ផឹកទឹកវ៉ឺលីដែលកាប់ពីម្សិលមិញឲ្យអស់មើលទៅក៏ដឹងថាការចង់រស់រាននៅទីនេះគឺពិតជាមិនសាមញ្ញឡើយពេលសានឌឺបោះសម្អាតស្លឹកឈើស្ងួតមុខចម្រោកគាត់ប្រទះឃើញនៅលើដីមានគ្រាប់ជាតិព្រៃជាច្រើនគ្រាប់ទាំងនេះភាគច្រើនមានដង្កូវសានឌឺរើសបានពី3គ្រាប់រួចយកកាំបិតពុះវាចេញដោយការគិតមែនខាងក្នុងមានដង្កូវពណ៌ស្ទឹកដោះគោដង្កូវប្រភេទនេះសម្បូរប្រូតេអ៊ីនអាចញ៉ាំឆៅក៏បានឬយកធ្វើនុយស្ទូចត្រីក៏បានស្ទូចត្រីសានឌឺចង់ធ្វើសន្ទូចមួយសិនក្នុងព្រៃមានមែកឈើតូចបែបនេះច្រើនណាស់គាត់រើសយកមែកឈើដែលមានភាពបត់បែនល្អរបស់សម្បកពីលើភ្លើងបន្តិចវិធីនេះជួយឲ្យមែកឈើកាន់តែស្វិតនិងរឹងមាំដោយសារត្រីទន្លេអាម៉ាហ្វូនមានធ្មេញមុតស្រួចណាស់ដូច្នេះនៅត្រង់ក្បែរផ្លែសន្ទូចគាត់ប្រើខ្សែធំជាងមុនត្រឹមតែប៉ុន្មានជំហានសាមញ្ញមែកឈើតូចមួយបានខ្លាយជាដងសន្ទូចដ៏រឹងមាំមួយគ្រាប់ធេងជាតិព្រៃដែលរើសបានគឺជានុយសន្ទូចតើគាត់ពុះវាចេញឬទេគ្រាប់នេះមួយសុទ្ធតែមានលក្ខដង្កូវ1ទៅ2ក្បាលរៀបចំរួចរាល់គាត់ទៅមាត់ទន្លេដើម្បីចាប់ដើមស្ទូចត្រីលើកទី1ស្ទូចបានត្រីតូចមួយលើកទី2ស្ទូចបានត្រីអណ្ដែងតូចមួយខ្សែទឹកនៅទីនេះរៀងគ្រោះថ្នាក់បន្តិចត្រីដែលស្ទូចបានត្រីតូចញ៉ាំមិនឆ្អែតទេសានឌឺបង្ខំចិត្តពុះដូរព្រៃកន្លះទៀតដែលនៅសល់អាហារថ្ងៃត្រង់អាចត្រឹមតែចំអែតក្រពះបែបនេះសិនញ៉ាំរួចសានឌឺគេងថ្ងៃមួយកែវពេលភ្ញាក់ឡើងគាត់បន្តស្ទូចត្រីដោយយកត្រីតូចដែលស្ទូចបានកាលពីព្រឹកធ្វើជានុយប៉ុន្តែដោយសារចរន្តទឹកហូរខ្លាំងពេកការស្ទូចត្រីស្ទើរតែមិនបានលទ្ធផលអ្វីសោះសានឌឺសម្រេចចិត្តកែច្នៃខ្សែសន្ទូចដោយចងផ្លែសន្ទូចធំមួយថែមទៀតគាត់សង្ឃឹមថាផ្លែសន្ទូចនេះអាចចាប់បានត្រីធំមួយដំបូលនៅពីលើភ្លើងត្រូវបានជាមេឃភ្លៀងច្បាស់ជាលិចទឹកមិនខានដូច្នេះសានឌឺសម្រេចចិត្តកាប់ស្លឹកថ្នាក់ព្រៃបន្ថែមដើម្បីជួសជុលដំបូលត្រឹមមួយកាំបិតដាំថ្នាក់កម្ពស់រាប់សម័យក៏លំចុះសានឌឺកាប់ដាំថ្នាក់ជាប់គ្នាពីរបីដើមបណ្ដូលវាអាចញ៉ាំបានចំណែកស្លឹកយកមកប្រក់ដំបូលនេះពិតជាដើមឈើជីវិតសម្រាប់អ្នករស់រានមានជីវិតកណ្ដាលព្រៃពិតមែនធ្វើការអស់មួយសន្ទុះធំខ្លួនគាត់បែកញើសជោគសានឌឺសម្រេចចិត្តទៅមាត់ទន្លេងូទឹកដោយសារក្នុងទន្លេមានត្រីពីរ៉ាញ៉ាច្រើនគាត់ព្យាយាមបង្កើតសំឡេងលើផ្ទៃទឹកដើម្បីបន្លាចសត្វគ្រោះថ្នាក់ទាំងនោះរួចទើបត្រាំខ្លួនក្នុងទឹកដ៏ត្រជាក់ពេលយប់គឺជាពេលវេលាល្អបំផុតក្នុងការស្ទូចត្រីអណ្ដែងដូច្នេះពេលមេឃងឹតសានឌឺទៅមាត់ទន្លេដាក់សន្ទូចក្រោយពីដាក់សន្ទូចរួចរាល់សានឌឺសម្គាល់ឃើញថាយប់នេះមានមេអំបៅរាត្រីច្រើនណាស់នៅកណ្ដាលព្រៃសម្បុកស្រមោចគឺជាវត្ថុសត្វល្អិតដ៏ល្អបំផុតគាត់កាត់សម្បុកស្រមោចមួយដុំបោះចូលក្នុងភ្លើងដើម្បីដុតថ្ងៃនេះស្ទូចត្រីមិនបានសោះអាហារពេលល្ងាចមានតែបន្តទំពាបណ្ដូលដាំឈើទៀតហើយព្រឹកព្រលឹមថ្ងៃទី8សានឌឺចាប់ដាំសះនឹងបរិស្ថាននៅទីនេះហើយសូម្បីតែក្រេដេកក៏លែងធ្វើឲ្យគាត់ពិបាកទ្រាំទៀតដែរក្រោយពេលភ្ញាក់ពីគេគាត់ទៅមាត់ទន្លេដើម្បីពិនិត្យខ្សែទី1គ្មានអ្វីសោះខ្សែទី2ក៏មិនបានអ្វីដែរប៉ុន្មានថ្ងៃនេះគាត់មិនបានញ៉ាំជាតិប្រូតេអ៊ីនតតែសោះទម្លាប់បន្ទោបងរាល់ថ្ងៃពីមុនពេលនេះស្ទើរតែបាត់បង់ទាំងស្រុងបើនៅតែបន្តបែបនេះគឺមិនល្អតតែសោះសន្ទូចទាំងអស់សុទ្ធតែគ្មានលទ្ធផលសូម្បីតែគំនោភ្លើងក៏ត្រូវស្រមោចរោមពេញប៉ុន្តែបើគ្មានអាហារគ្រប់គ្រាន់ទេគាត់មិនអាចចាក់ចេញពីព្រៃនេះបានឡើយមុនពេលស្ទូចបានត្រីបណ្ដូលថ្នាក់ព្រៃនៅតែជាប្រភពស្បៀងអាហារមួយរបស់គាត់ស្លឹកឈើនៅលើដំបូលចម្រុះក្រតាមស្ងួតបណ្ដាសានឌឺត្រូវប្រមូលអស់យ៉ាងច្រើនដើម្បីរក្សាតែភ្លើងមិនអាចបំពេញក្រពះដែលឃ្លានបានទេសានឌឺរើសគ្រាប់ធេងជាតិព្រៃថែមទៀតគ្រាប់នេះមួយអាចបំបែកយកដង្កូវដែលប្រូតេអ៊ីនបានគាត់យកដង្កូវទាំងនេះបន្ត
ទៅស្ទូចត្រីលទ្ធផលគឺបានត្រីខ្លះដែរតែសុទ្ធតែត្រីតូចអស់វិធីសាន់ឌឺក៏បដូរទៅប្រើផ្លែសន្ទូចធំវិញពេលកំពុងស្ទូចត្រីគាត់ឃើញស្រមោលខ្មៅមួយលេចឡើងក្នុងទន្លេមើលទៅដូចជាក្រពើទន្លេអាម៉ាហ្វូនតែងតែពោពេញដោយគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ដើម្បីឲ្យប្រកាសសាន់ឌឺសម្រេចចិត្តយកធ្នូតាមខ្លួនពេលទៅស្ទូចត្រីប៉ុន្តែដំបូងគាត់ត្រូវយកបណ្ដូលថ្នោតទៅចម្រុះសិនដើម្បីឲ្យពេលយប់ឃ្លានអាចមានអីញ៉ាំភ្លាមរកពេលកាត់ថ្នោតស្លឹករបស់វាតែយកមកពង្រឹងដំបូលចម្រុះក្រោយពីដាក់សន្ទូចរួចរាល់សាន់ឌឺកាន់ធ្នូដើរជុំវិញទីនោះដើម្បីសាកល្បងប៉ុន្តែពួកវាសុទ្ធតែនៅលើចុងឈើខ្ពស់រាប់សិបម៉ែត្រដែលស្ទើរតែមិនអាចបាញ់បានឡើយពេលទៅពិនិត្យមើលសន្ទូចគាត់ក៏ស្ទូចបានត្រីរាងធំមួយសាន់ឌឺរំភើបចិត្តភ្លាមនេះគឺជាត្រីប្រាសាច់វាទុនម៉ត់នឹងមានរសជាតិឆ្ងាញ់ណាស់វិធីញ៉ាំត្រីប្រាឆ្ងាញ់បំផុតគឺតែនៅកណ្ដាលព្រៃបែបនេះគ្រាន់តែដោតវានឹងឈើរួចអាំងផ្ទាល់ក៏ចាត់ទុកជាវិធីធ្វើម្ហូបដ៏ល្អមួយបាត់ទៅហើយក្រោមសីតុណ្ហភាពនៃរងើភ្លើងក្លិនសាច់ឈ្ងុយបានភីពេញព្រៃតាមរយៈខ្យល់ពេលរងចាំត្រីឆ្អិនសាន់ឌឺទៅមាត់ទន្លេញូតទឹកលាងខ្លួនមុតទឹកហើយគាត់បន្តទៅពិនិត្យមើលខ្សែសន្ទូចទៀតនឹកស្មានមិនដល់លើកនេះគាត់ស្ទូចបានត្រីពីរ៉ាញ៉ាមួយក្បាលត្រីពីរ៉ាញ៉ានេះធំណាស់គឺជាត្រីពីរ៉ាញ៉ាធំបំផុតដែលសាន់ឌឺស្ទូចបានតាំងពីគាត់មកក្នុងព្រៃប៉ុន្មានថ្ងៃមុនគាត់ធ្លាប់ញ៉ាំត្រីអាំងម្ដងហើយដូច្នេះគាត់ដឹងច្បាស់ថាត្រីពីរ៉ាញ៉ានេះយកទៅអាំងនឹងមានរសជាតិឆ្ងាញ់កម្រិតណាស់ត្រីប្រាតូចនៅលើភ្លើងក៏ឆ្អិនហើយដែរសម្បកក្រៅឡើងពណ៌មាសស្រួយគួរឲ្យទាក់ទាញខាងមួយម៉ាត់លសូស្រួយគ្រប់បន្ទាប់ពីអត់ឃ្លានអស់ប៉ុន្មានថ្ងៃបានភ្លក់រសជាតិត្រីអាំងម្ដងសាន់ឌឺមានអារម្មណ៍ថាសាច់ត្រីឆ្ងាញ់ជាងបណ្ដូលថ្នោតព្រៃឆ្ងាញ់ណាស់ត្រីតូចមួយក្បាលនេះមិនអាចធ្វើឲ្យឆ្អែតឡើយសាន់ឌឺក៏ប្រមូលមែកឈើតូចជាច្រើនទៀតគាត់បំរុងយកវាធ្វើជាចង្អើអាំងរួចយកត្រីដែលធ្វើរួចមកដាក់តលើដើម្បីឆ្អើផ្សែងរាល់ពេលរងចាំត្រីអាំងឆ្អិនគាត់តែងតែទៅមាត់ទន្លេមុតទឹកម្ដងសំបីតែពេលយប់ក៏ត្រូវតែញូតដែរមុនពេលញ៉ាំត្រីអាំងសាន់ឌឺក៏ទម្លាក់សន្ទូចមួយខ្សែទៀតសាច់ត្រីត្រូវបានអាំងឆ្អិនល្អស្រួយនិងឈ្ងុយញ៉ាំទៅពិតជាត្រូវមាត់ណាស់យប់នេះទីបំផុតគាត់មិនចាំបាច់ឲ្យពួកគេចូលទេបានហើយវីដេអូនេះសូមបញ្ចប់ត្រឹមនេះសិនហើយតើសាន់ឌឺអាចបន្តធ្វើដំណើរតាមរបៀបរស់រានមានជីវិតនេះដើម្បីចាក់ចេញពីព្រៃ Amazon បានដែរឬទេកុំភ្លេចចុច like Subscribe Channel និងបន្តរងចាំទស្សនាវីដេអូភាគបន្ត